លើសឈាមទឹកនោមផ្អែមជំងឺបេះដូងគាំងសរសៃឈាមដាច់សរសៃឈាមអញ្ចឹងជាហេតុនេះហើយដែលខ្ញុំតែងតែណែនាំបងប្អូនទាំងអស់គ្នាឲ្យញ៉ាំផលិតផលល្អផលិតផលជួយសុខភាពនិងចាកាត់បន្ថយនៅអាហារណាដែលវាទៅបំផ្លាញរាងកាយនិងសុខភាពរបស់អ្នកជារៀងរាល់ថ្ងៃនៅខាងក្រោយខ្ញុំគឺតែសុខភាពតែធូរស្រាលចាគឺជាតែសុខភាពកម្ដៅរាងកាយរបស់អ្នកគ្រូសៃប៉ៅស្រាប់បង្កើតតែនឹងមកមិនសុកទៅបង្កើតទេបងប្អូនក៏ព្រោះតែចង់ឲ្យបងប្អូនទទួលបានបទពិសោធន៍នៅគ្រឿងផ្សំរបស់ខ្មែរដែលសិតជាសារធាតុផ្សំដែលជំនួយរាងកាយក្នុងនោះមានខ្ញីភ្លើងមានស្លឹកគ្រៃមានស្លឹកក្រូចមានជាមួយនឹងអង្ករផ្កាម្លិះរបស់ខ្មែរដែលវាមានតួនាទីច្រើនខ្លាំងមែនទែននៅក្នុងការជួយសម្រួលសរសៃឈាមជួយសម្រួលមុខងារអរម៉ូនធ្វើឲ្យគេងលក់ស្រួលធ្វើឲ្យចរន្តឈាមយើងដើរបានល្អជួយទៅដល់មុខងារប្រព័ន្ធរំលាយអាហារសម្រាប់អ្នកទល់លាមកអ្នកស្ទះពិបាកបាត់ជើងតូចបាត់ជើងធំអីហ្នឹងគឺល្អទាំងអស់តែម្ដងជាពិសេសគឺជួយកាត់បន្ថយអាការៈត្រជាក់ក្នុងរាងកាយដែលនិយាយមុនហ្នឹងបងប្អូនរាងកាយចុះត្រជាក់អីផ្សេងៗដែលគាត់សួរអញ្ចឹងខ្ញុំពិតជា Basery comment មកខ្លាំងមែនតើហ្មងមិនមែនដោយសារតែវាជារបស់ខ្ញុំទេគឺខ្ញុំមានផលិតផលច្រើនហើយបងប្អូនអរគ្នាពីប្រទេសផ្សេងៗចុះហេតុអ្វីបានជាខ្ញុំត្រូវស្រាវជ្រាវអាហ្នឹងដោយសារការផលិតមាតិការបស់ខ្ញុំក៏ឡងមកជុំវិញរឿងសុខភាពជាមួយនឹងចំណីអាហារមានជំងឺផ្លែកៗនឹងអាហារដែលបងប្អូនញ៉ាំដែលវាប៉ះពាល់រាងកាយច្រើនខ្លាំងមែនតើអញ្ចឹងតាមការស្រាវជ្រាវការពិសោធន៍គឺបញ្ជាក់ថា ingredient ទាំងអស់ដែលយកមកធ្វើតែសុខភាពធូរស្រាលនេះគឺវាជួយរាងកាយបានច្រើនអញ្ចឹងបងប្អូនដែលចង់បានតែធូរស្រាលអាហ្នឹងបើសិនជាបងប្អូនយល់នៅអ្វីដែលខ្ញុំនិយាយហើយគាត់ថាវាមានអត្ថប្រយោជន៍ជាប្រយោជន៍ដល់បងប្អូនអាហ្នឹងបងប្អូនចង់កំងបងប្អូនអាចកំងបាននៅក្នុង page គូរ៉ាឬក៏ក្នុង page ដែលខ្ញុំកំពុងនិយាយនេះគឺទទួលបានអត្ថប្រយោជន៍ដូចនឹងលើសពីអ្វីដែលអ្នកគ្រូសៃប៉ៅបានរៀបរាប់អរគុណបងប្អូនចាហើយនិយាយពីឈ្ងុយបងប្អូនឆុងឲ្យកុំភ្លេចហត់ផងហត់ទៅវាគូទាំងហើមមកដកទាំងហើមស្រួលគឺគូស្រាភ្លាមតែម្ដង